ឥឡូវនេះគឺទី1តាក់ទងនឹងអ៊ីរ៉ង់បោះឆ្នោតជ្រើសរើសបានមេដឹកនាំកម្ពុជាថ្មីតែមិនខ្ចីប្រាប់ឈ្មោះអ្នកណាជាអ្នកមេដឹកនាំកម្ពុជាថ្មីហើយគេបោះឆ្នោតយ៉ាងម៉េចមានប្រជុំបោះឆ្នោតយ៉ាងម៉េចបើស្រុកនាំគ្នាចូលរុនកដុលអស់ហើយហ្នឹងហើយទៅគ្រាប់ធ្លាក់គ្រប់ខ្ទេចខ្ទីគ្រប់កន្លែងអស់ហើយសូម្បីតែថ្ងៃមុនហ្នឹងគ្រាន់តែបបោសនៅណាបកោប្រកាសហៅគ្នាមករកប្រជុំហ្នឹងគេទម្លាក់ខ្ទេចអាគារដែលប្រជុំហ្នឹងចោលទៀតហើយក៏ឮព័ត៌មានថាមានអ្នកនេះអ្នកនោះកូនអ្នកនេះអ្នកនោះអីយកមកឡើងធ្វើជាមេដឹកនាំកម្ពុជាហ្នឹងគឺថាព័ត៌មានហ្នឹងគឺពុលហើយដោយសារតែរឿងព័ត៌មានពុលហ្នឹងគឺជាព័ត៌មានរបៀបចិត្តសាស្ត្រសង្គ្រាមច្រើនឃោសនាផ្សព្វផ្សាយដើម្បីធ្វើឲ្យអ៊ីរ៉ង់ហ្នឹងមើលទៅហ្នឹងគឺថាមិនទាន់ទៅណាទេមិនទាន់រៀបដល់ដីទេគឺការរៀបចំរចនាសម្ព័ន្ធរបស់គេគឺរឹងមាំដើម្បីទប់ទល់អ៊ីស្រាអែលនិងអាមេរិកវិញអីឡាក់ហ្នឹងគឺបានដៃក្រុមឃោសនិករបស់គណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលកម្ពុជានឹងយកមកបំផោងថែមទៅបលើសថែមទៅថាអ៊ីរ៉ង់គេមិនចោះចាញ់អាមេរិកមិនចោះចាញ់អ៊ីស្រាអែលទេអីឡាក់ហើយអាមេរិកខ្ញុំខ្មែរយើងធ្វើនយោបាយហាក់បីដូចជាក្មេងបៀមដៃយើងខ្ញុំអត់យល់យើងនៅពេលដែលអាមេរិកកំពុងតែកាលពីមុនជេរអាមេរិកអូយជេររឿងអាមេរិកស្អីក៏ខុសស្អីទម្លាក់គ្រាប់បែកលើក្បាលខ្មែរអីឡាក់អូយធ្វើទុកបុកម្នេញស្អីណាមកប្រចេះបដៅខ្មែរចេះអីររឿងអាមេរិកទៅអែបចិនអោបអីចឹងទៅដល់ពេលឆ្លោះគ្នាជាមួយថៃងាកមកអាមេរិកពេកលោកត្រាំធ្វើស្អីក៏ត្រូវដែរពានរង្វាន់សន្តិភាព Nobel សន្តិភាពគួរតែបានអាមេរិកនឹងគឺជាអ្នកដែលប្រជាធិបតេយ្យជួយខ្មែរជួយអីចេះដល់ពេលឥឡូវអ៊ីរ៉ង់នឹងមានបញ្ហាអាមេរិកវាយអ៊ីរ៉ង់មកឆ្លោះគ្នាជាមួយអាមេរិកទៀតថាអាមេរិកនឹងស្អីណាបំពេញអីណាក្រុមឃោសនិកគេមិនជំហររដ្ឋាភិបាលទេឃោសនិកប៉ុន្តែឃោសនិកចេញទៅផ្លូវហ្នឹងហើយគឺរដ្ឋាភិបាលទៅផ្លូវហ្នឹងហើយព្រោះមាគាបកតែឃោសនិកគេចេញមកហ្នឹងគឺបរដ្ឋាភិបាលនេះហ្នឹងគេចេញសារអីស្អំឬក៏កោះប្រជុំផ្ទៃក្នុងអីកុំឲ្យជ្រួលច្រាលជ្រួលច្បល់អីវាយប្រហារអាមេរិកប៉ុន្តែអត់ទេប្រឡែងតាមធម្មតាចាំមកន័យថានេះគឺជានិន្នាការមួយដែលនយោបាយភ្លើងច្បើងចឹងបានខ្ញុំប្រាប់ថាអាមេរិកគេស្គាល់កាយៅខ្មែរយើងច្បាស់ណាស់គឺយើងចង់បោកគេចង់ប្រើគេនឹងវាអត់បានប្រយោជន៍អីទេអញ្ចឹងបើខ្ញុំថាកុំទៅសង្ឃឹមបរទេសថាជួយខ្មែរអីបានមានតែខ្មែរជួយខ្លួនឯងទេយើងស្អប់អាមេរិកអែបចិនដល់តែពេលមានការវាន់ក្បិនទៅរកអាមេរិកមកជួយអាមេរិកក៏គេជួយរបៀបដូចជាដូចខ្ញុំបានបញ្យល់ច្រើនសារអាមេរិកជួយខ្មែរគឺជួយនៅក្នុងន័យដូចម៉ែឪមើលឃើញកូនដូចថាទន្ទ្រាំជើងយំបុកក្បាលនៅអញ្ចឹងតាមពិតកូនឈឺក្បាលហើយប៉ុន្តែម៉ែឪហ្នឹងក៏ឈឺចិត្តបើបដោយឲ្យបោកក្បាលអញ្ចឹងពកដូចប៉ុនផ្លែកសាំងផ្លែសមទៅឬក៏ក្រក់ខ្ទាំគ្រាខួរក្បាលទៅជាកើតជាជំងឺពិការខួរក្បាលអីអ្នកណាមើលកូនម៉ែឪហ្នឹងក៏ខ្លាចពិបាកទៅទៀតអស់លុយអស់កាក់ច្រើនអញ្ចឹងក៏ទៅលួងអញ្ចឹងដែរប៉ុន្តែអត់ព្រមថែខ្លួនអត់ព្រមមើលខ្លួនធ្វើឲ្យល្អឲ្យម៉ែឪធូរចិត្តទេរកតែកន្លែងណាធ្វើស៊ីអារម្មណ៍របស់ម៉ែឪចឹងទៀតហ្នឹងគឺអ្វីដែលខ្មែរធ្វើទៅអែបចិនទៅធ្វើលេនឋានពលានយន្តហោះតារាសាគរឲ្យយន្តហោះបដិញចិនឬចម្បាំងអាចចោះចតបានដែលអត់ត្រូវការយន្តហោះតារាសាគរយើងត្រូវការអីយើងត្រូវការពលានយន្តហោះនៅតារាសាគរយកមកធ្វើអីនៅកំពង់សោមក៏មានពលានយន្តហោះថ្មីនៅសៀមរាបក៏មានពលានយន្តហោះថ្មីនៅកន្លែងស្អីទៅមកស្អីនៅកដាលស្ទឹងហ្នឹងពលានយន្តហោះដៃជោអីគេណានោះហ្នឹងក៏ទៅមានថ្មីរួយដីខ្មែរប្រប៉ិនសបកក្តាមបើថាពលានយន្តហោះដែលនៅក្បែរគ្នាហ្នឹងជិះហោះបើថាហោះចុះនៅកំពង់សោមបើចង់ហោះមកបំពេញតែ10 20នាទីហោះដល់ហើយហ្នឹងវាអត់មែនថាអូតើតែ10ម៉ោងបានទៅដល់ពលានយន្តហោះមួយវាអត់មានត្រូវការមានពលានយន្តហោះធំនៅតារាសាគរហ្នឹងដែលអាចដាក់យន្តហោះបដិញរបស់ថៃរបស់ចិនទៅបានអីអញ្ចឹងទៀតទេអញ្ចឹងគេសង្ស័យថាហ្នឹងធ្វើដើម្បីចិនតែយើងចេះថាអត់ទេដើម្បីគម្រោងអភិវឌ្ឍយើងធ្វើនៅពេលដែលមានតម្រូវការចាក់ស្ដែងពលានយន្តហោះយើងមានថ្មីទាំងអស់តែថែមថយមកអាពលានយន្តហោះពោធិ៍តុងលុបចោលទៅធ្វើអាថ្មីនៅក្បែរហ្នឹងតើពលានទាំងអស់ហ្នឹងសុទ្ធតែដាក់ប៊ូអ៊ីងដាក់អីបានទាំងអស់នៅកំពង់សោមក៏អញ្ចឹងសៀមរាបថ្មីក៏អញ្ចឹងទៅហេតុអីបានជាយើងគិតថាចាំបាច់ត្រូវតែមានយន្តហោះ
ពលានយន្តហោះនៅឯតារាសាគរអាហ្នឹងដែលគេថាមកពីយើងលុះក្រោមឥទ្ធិពលចិនយកលុយគេមកធ្វើទៅចិនគេបន្លំអភិវឌ្ឍផងប៉ុន្តែក្នុងពេលជាមួយគ្នាគេធ្វើពលានយន្តហោះនឹងឲ្យធំមានពីរត់ដើម្បីអាចដាក់យន្តហោះបដិញរបស់ចិនក្នុងករណីដែលបើកម្ពុជាត្រូវការឲ្យចិនខ្ចីប្រើនៅពេលដែលមានសង្គ្រាមឆ្លោះគ្នារឿងកោះតៃវ៉ាន់រឿងអីទៅថ្ងៃអនាគតគឺខ្មែរអាចនឹងឲ្យចិនប្រើមូលដ្ឋានពលានយន្តហោះនឹងបានព្រោះអីលុយជំនួយរបស់គេហ្នឹងហើយចិនក៏មានគោលដៅគេអញ្ចឹងយើងគិតថាជាអាការអភិវឌ្ឍល្អហើយនរណាក៏ចង់បានការអភិវឌ្ឍដែរប៉ុន្តែវាអត់ទាន់ត្រូវការចាំបាច់ហើយវាធ្វើឲ្យមានមន្ទិលហើយអញ្ចឹងគេចិត្តតែរឿងគេសង្ស័យគេអីទៅយើងទៅចោទប្រកាន់គេថាយើងស្ទះការអភិវឌ្ឍគ្មាននរណាគេទប់ការអភិវឌ្ឍរបស់ខ្មែរទេប៉ុន្តែយើងអត់បានអភិវឌ្ឍដោយលុយរបស់យើងទេលុយរបស់ចិនហើយជំនួយរបស់ចិនឬក៏ការដែលវិនិយោគរបស់ចិនវាមានមន្ទិលច្រើនណាស់នៅលើពិភពលោកនេះគឺវាមន្ទិលគេជួយយើងគេឈឺឆ្អាលខ្មែរយើង17លានអ្នកក្រោមការដឹកនាំរបស់រដ្ឋាភិបាលសពថ្ងៃគេថាយើងអត់ចេះសម្រេចអីខ្លួនឯងសម្រេចទៅក៏ប៉ុន្តែគេភ័យដូចខ្ញុំនិយាយចឹងកូនណានៅពេលដែលនានាលនៅក្នុងផឹកជាកូនរបស់យើងតាមចិត្តខឹងថាបដោយមកខ្យល់ទៅព្រោះអីក្មេងខូចហើយដល់ពេលប្របាច់ក្នុងផុកទៅវាកើតរោគកើតស្អីទៅឈឺគ្រុនក្តៅទៅអ្នកណាយកទៅមើលម៉ែឪនឹងត្រូវដឹកទៅមើលព្រោះកូនហើយយើងទៅលេងអាលបែងមួយគឺអត់ព្រមដើរចេញពីអាផុកអត់ព្រមកំបុកក្បាលនៅអញ្ចឹងទេគឺយើងធ្វើឲ្យគេយើងធ្វើឲ្យទៅជាបន្ទុកយើងធ្វើឲ្យខ្លាចទៅជាជនរងគ្រោះហើយទាញការអាណិតអាសូរឈប់បានឈប់ទៅកុំធ្វើនយោបាយបែបហ្នឹងខ្មែរយើងត្រូវមានភាពរឹងមាំខ្លួនឯងធ្វើឲ្យយើងខ្លាចជាមនុស្សដែលគេខ្វះអត់បានជាជាងការធ្វើឲ្យមនុស្សគឺជាបន្ទុកប៉ុន្តែគេខ្វះយើងអត់បានដែរដោយសារតែដើរចោលគាត់ទៅវាអត់ស្រួលទេវាប៉ះពាល់សិលធម៌សេចក្តីថ្លៃថ្នូរព្រោះមកមួយគ្នាទៅមួយគ្នាបើកូនចៅជួយមើលជួយអីតែយើងនៅធ្វើឲ្យជាបន្ទុកហើយអញ្ចឹងដល់តែពេលមានការអីត្រូវស្អំចិត្តអាមេរិកត្រូវអញ្ចឹងដល់ពេលត្រូវរករឿងគេឥឡូវមកដល់ពងរករឿងទៀតទៅសរសើរអ៊ីរ៉ង់សរសើរអីណាហើយអ៊ីរ៉ង់ចូលរួមក្តាមអស់ហើយនិយាយពីសរសើរគ្រប់ម៉ាត់ម៉ោងណាក៏អ៊ីរ៉ង់ប៉ាកែម៉ោងណាក៏អ៊ីរ៉ង់បាញ់ធ្លុះធ្លាយខ្ទេចខ្ទីអស់ប៉ុន្តែខ្ទេចអស់ហើយហេដ្ឋារចនាសម្ព័ន្ធថ្ងៃនេះណាថ្ងៃនេះអ៊ីស្រាអែលនិងអាមេរិកទម្លាក់គ្រាប់ទៅលើរោងចក្រចម្រាញ់ប្រេងដែលជាសំណង់ស៊ីវិលជាលើកដំបូងហើយរឿងនេះគឺជារឿងដែលឈឺចាប់ដែរនិយាយទៅយើងជាអ្នកដែលមិនស្រឡាញ់សង្គ្រាមយើងមិនចង់ឲ្យមានអំពើនេះកើតឡើងសង្គ្រាមនៅអ៊ីរ៉ង់ចាប់ផ្ដើមកើនមួយកម្រិតទៀតតាក់ទងទៅនឹងការវាយប្រហារគោលដៅផ្សេងទៀតដែលពីដើមមកអត់ដែលជាគោលដៅទេយើងដឹងហើយពីមុនមកវាយតែគោលដៅយោធាហើយនឹងមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់ទេដល់ពេលតែស្លាប់អស់30-40នាក់ហើយគំតិចហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ស្ទើររៀបដល់ដីអ៊ីរ៉ង់ក៏ចេញមកសុំទោសតាក់ទងនឹងការប្លង់ដាក់សម្ព័ន្ធមិត្តអាមេរិកអីលក្ខណៈដឹងតែខ្លួនទៅមិនរួចតែក៏ពេលហ្នឹងអ៊ីរ៉ង់ក៏នៅតែមានឥទ្ធិពលមួយដែររបស់ខ្លួនហ្នឹងព្រោះអីមិនចង់ឲ្យប្រជាពលរដ្ឋជឿថាខ្លួនបាក់បបខ្លោបខ្លាចព្រោះនៅមានទាហានបដិវត្តរបស់អ៊ីរ៉ង់ច្រើនណាស់ពួក Revolutionary Guard របស់គេនោះគឺស្មោះស្ម័គ្រសិតតែគេហៅថាស្អែកស្លាប់ក្រុមស្អែកស្លាប់ហ្នឹងគឺថាស្មោះស្ម័គ្របដូរផ្ដាច់ជាមួយមេដឹកនាំអ៊ីរ៉ង់ស្ទើរតែស្លាប់ចូលក្នុងភ្នូជាមួយគ្នាអត់មានទៅចោលគ្នាទេដូច្នេះដើម្បីស្អំចិត្តអ្នកទាំងអស់នោះគឺគេត្រូវការបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធមួយឲ្យកុំឲ្យបាក់បបខ្លោបខ្លាចឬក៏អីចឹងចេះតែនៅស្រែកទៀតទៅយកព័ត៌មានអន្តរជាតិទូជាយានទៅប៉ុន្តែមិនដឹងនៅណាទេបាញ់ចេញពីរូងដីរូងអីមកឥឡូវអាមេរិកកំតិចខ្ទេចខ្ទីអស់បងប្អូនវិនិស្សកម្មនេះធំធេងណាស់យើងវាឈឺចាប់ជំនួសការភាពខ្ទេចខ្ទាំប៉ុន្តែប្រជាពលរដ្ឋអ៊ីរ៉ង់ក៏មានសេចក្តីសង្ឃឹមថ្មីដែរថាបើវាខ្ទេចមួយសាអញ្ចឹងទៅបានការដឹកនាំថ្មីទៅយ៉ាងហោចណាស់ក៏មានក្តីសង្ឃឹមថាខ្លួនមិនរស់វេទនាដូចសម័យខ្មែរក្រហមទេអញ្ចឹងដូចគ្នាអញ្ចឹងមេដឹកនាំថ្មីណាមកក៏ដោយទោះជាពិបាកយ៉ាងណាក៏គិតថាវាមិនដូចសម័យខ្មែរក្រហមដូចសម័យកាប់សម្លាប់សម័យអ៊ីរ៉ង់និយាយទៅសម័យខ្មែរក្រហមបាទឥឡូវនេះគឺអ្វីវាទៅដល់ដំណាក់កាលកាន់តែគៀកណាស់ទៅហើយព្រោះអីសង្គ្រាមនៅអ៊ីរ៉ង់នេះគឺអ៊ីរ៉ង់ទុនដៃទុនជើងអស់ហើយ
នៅតែដង្ហើមចង្រិតទេហើយដង្ហើមចង្រិតនេះគឺពួកគាត់ក៏នៅតែមិនចោះចាញ់ដែរព្រោះមេដឹកនាំផ្ដាច់ការកម្រទទួលថាបរាជ័យណាស់ទាល់តែគេអូសកកយកមកទម្លាក់ដល់ដីហើយចឹងទៅបានក៏នៅតែស្រែកបានទៀតព្រោះអីអានេះគឺជាឈាមជ័រចរិតជាមេដឹកនាំផ្ដាច់ការគឺអញ្ចឹងគឺត្រូវតែអានេះគេហៅដូចថាប្តីប្រពន្ធឆ្លោះគ្នាចឹងចរិតជាប្រុសថាប្រក្រាបប្រពន្ធបានគឺមិនចង់ឲ្យខ្មាស់គេទេជួនកាលរៀងនៅសំទោសខ្ញុំប្រើពាក្យរៀងដូចលើសតិចទៅគេថាហងរៀងនៅអីចឹងទៅគឺស្រែកខ្ទរពេញភូមិគេថាអូយអាជឹមវាយប្រពន្ធងាប់ទៀតហើយអីអញ្ចឹងទៅឃើញវាយស្រែកហើយចឹងអ្នកស្រុកអីទៅជក់នាំគ្នាឡើងទៅជួយខ្លាច់ប្តីវាយប្រពន្ធទៅមើលប្រពន្ធអង្គុយលើកកជន់កកជាប់នៅស្រែកយឺស្រែកប្រាប់គេប្រាប់ឯងថារៀងនៅដើម្បីឲ្យអ្នកភូមិហ្នឹងស្ដាប់មកថាគ្រាន់បើប៉ុន្តែប្រពន្ធអ្នកវាយទេជន់បងប្អូននិយាយនេះជារឿងកំ pl ែងទេមិនចង់ឲ្យបងប្អូនយកអំពើហិង្សាអីមកដោះស្រាយនៅក្នុងគ្រួសារទេយើងមានអីជជែកគ្នាព្រោះអំពើហិង្សានេះគឺជាអំពើដ៏ថោកទាបបំផុតដែលយើងប្រព្រឹត្តទៅអ្នកណាក៏ដោយទៅប្រពន្ធទៅកូនទៅក្រុមគ្រួសារអីក៏ដោយគឺជាអំពើអសិលធម៌គ្មានសេចក្តីថ្លៃថ្នូរមនុស្សណាក៏ដោយឲ្យតែលើកដៃវាយប្រពន្ធវាយកូនឬក៏ធ្វើអំពើហិង្សានៅក្នុងគ្រួសារដោយប្រការណាមួយគឺយើងបាត់សិលធម៌ជាមនុស្សហើយព្រោះគេមិនអាចអប់រំសំបីតែសัตว์ក៏គេចេះបលែងចេះអោបចេះថើបពំកូនពំអីថែថំថែថ្នាក់ថ្នមមិនប្រើសម្បញ្ញៈវិចារណញ្ញាណឬក៏គតិបណ្ឌិតអីផងប្រើតែសភាវគតិផងសัตว์គេអាចធ្វើបានល្អថែទាំកូនចៅគេបានល្អណាស់តែយើងប្តីប្រពន្ធប្តីស្អីអីហ្នឹងរឿងអីដែលយើងត្រូវឆ្លោះគ្នាត្រូវវាយគ្នាត្រូវទាត់ធាក់ធ្វើបាបធ្វើទុកបុកម្នេញអីបើអស់និស័យនឹងគ្នាដោះលែងគេទៅដោះលែងគ្នាទៅឲ្យមានការរស់នៅមួយដោយជីវិតមានសេរីភាពគុំទៅហួងហែងព្រោះយើងទៅធ្វើបាបបែបនេះខ្ញុំឃើញមានអំពើហិង្សាគ្រួសារច្រើនណាស់ប៉ុន្តែខ្ញុំពិតជាស្អប់ខ្ពើមបំផុតអំពើហិង្សាឲ្យស្អប់ខ្ពើមបំផុតនៅពេលដែលឮសូរបរោះណាវាយធ្វើបាបប្រពន្ធកូនវាយធ្វើអីនេះគឺជាអំពើមួយលាមកតែម្ដងខ្ញុំគិតថាជាអំពើមិនថ្លៃថ្នូរទេបងប្អូនតែយ៉ាងណាខ្ញុំនេះគ្រាន់តែជាឧទាហរណ៍អញ្ចឹងវិលមកវិញអ៊ីរ៉ង់គឺចូលដល់ដំណាក់កាលបរាជ័យធ្ងន់ធ្ងរហើយនៅតែប្រឹងបង្ហាញប្រាប់សាធារណជនឬក៏ប្រជាជនថាខ្លួនឯងថាអត់អីទេក្រោកទៀតនេះជាភាពក្លាហានរឹងប៉ឹងល្អហើយជាវីរៈភាពព្រោះមេដឹកនាំប្រទេស30-40ឆ្នាំមកឲ្យចុះចាញ់អញ្ចឹងវាធ្វើឲ្យបំបាក់ស្មារតីអ្នកដែលតស៊ូក្រោមការដឹកនាំផ្ដាច់ការបិទតែគាត់ដឹកនាំផ្ដាច់ការមែនក៏ប៉ុន្តែក៏មានមនុស្សគ្រប់គ្រងគាត់ផ្កាប់មុខច្រើនណាស់បងប្អូនកុំនិយាយថាអ៊ីរ៉ង់អត់មានមនុស្សគ្រប់គ្រងគាត់វាអត់ខុសពីមេដឹកនាំផ្ដាច់ការនៅលើលោកទេអ្នកណាក៏មានការគ្រប់គ្រងមានការប្រឆាំងគ្រាន់តែថាតើការគ្រប់គ្រងនិងការប្រឆាំងនោះវាមានទម្ងន់ធ្ងន់ប៉ុណ្ណាតែភាគច្រើនគឺយើងឃើញការគ្រប់គ្រងคล้ายព្រោះដោយសារការបង្ក្រាបខ្លាំងពេកគឺយើងឃើញការគ្រប់គ្រងនោះមានសំពីងសំពងប៉ុន្តែវាគ្រាន់តែជាសម្លៃឬកទេការពិតគឺអត់សូវមានទេប្រជាពលរដ្ឋអាសាច់ជូនខ្លាបាននៅស្រុកបានយំស្រែកមេដឹកនាំស្លាប់ហ្នឹងតាមពិតអ្នកនឹងឯងបន់100ដងមួយថ្ងៃឲ្យមេដឹកនាំហ្នឹងស្លាប់ឲ្យឆាប់ទៅឲ្យចាប់ជាតិទៅជាស្អីទៅឲ្យគេឲ្យបានរស់ដែរប៉ុន្តែដើម្បីបង្ហាញសាធារណជនទូទៅថាខ្លួនស្មោះស្ម័គ្រនឹងមេគឺត្រូវតែយំហើយអ្នកដែលយំខ្លាំងជាងគេហ្នឹងបារម្ភណាខ្ញុំគឺទឹកភ្នែកហ្នឹងគឺថាអាចជាទឹកភ្នែកកពើទៅទៀតខ្ញុំមិននិយាយនេះដើម្បីនិយាយថាបងប្អូនគេមានអ្នកស្រឡាញ់គេអ្នកស្មោះស្ម័គ្រអីចឹងដែរវាជាការពិតទេអ្នកដែលស្រឡាញ់ស្មោះស្ម័គ្របំផុតគឺអ្នកដែលបានលៀបសក្ការៈហើយភ័យព្រួយយំស្រែកដោយសារបាត់លៀបបាត់អំពើពុករលួយបាត់អំពើបពុនិយមបាត់អំពើកេងប្រវាញ់កម្លាំងញើសឈាមប្រជាពលរដ្ឋគឺកពើណាបងប្អូនឃើញកពើស្រក់ទឹកភ្នែកពេលស៊ីឆ្លុះហ៎កុំគិតថាកពើនឹងយំដោយសារតែអាណិតសัตว์ឆ្លុះដែលខ្លួនលេបទឹកភ្នែកកពើនេះគឺបានន័យថាជាទឹកភ្នែកដែលហៀជាមួយនឹងការពេញចិត្តជាការរំភើបព្រោះបានស៊ីសាច់សัตว์ដែលឆ្ងាញ់ដើម្បីចំអែតកាពះចង់អ្នកណាងាប់ក៏ងាប់ទៅអានេះហើយគឺជាហៅថាទឹកភ្នែកកពើណាចឹងកុំធ្វើមនុស្សឲ្យខ្លាយទៅជារឿងបែបហ្នឹងអីហើយឥឡូវនេះគឺអ៊ីរ៉ង់គេបានរៀបចំឲ្យមានមេដឹកនាំថ្មីរបស់គេអញ្ចឹងទៅហើយមេដឹកនាំថ្មីរបស់គេហ្នឹងអត់ប្រាប់ឈ្មោះទេបងប្អូន
ហើយដើម្បីរើសមេដឹកនាំថ្មីរបស់អ៊ីរ៉ង់បាននេះតើគេធ្វើយ៉ាងម៉េចគឺជាទូទៅគឺគេមានមហាសន្និបាតឬក៏សន្និបាតរបស់គេហើយសន្និបាតរបស់គេគឺសន្និបាតមិនមែនប្រជាពលរដ្ឋអ្នករើសមេដឹកនាំទេគឺសន្និបាតអ្នកជំនាញក្នុងជួរមន្ត្រីជាន់ខ្ពស់មានបបជិតមានអីចឹងទៅហើយគេទៅជុំគ្នាចឹងទៅបើប្រទេសអត់មានបាញ់គ្នាអញ្ចឹងទៅគឺរៀបចំផ្សាយតាមទូរទស្សន៍កកឹកក្រែងអញ្ចឹងទៅគឺថាមើលទៅគឺជាភាពអស្ចារ្យនៃការរឹសមេដឹកនាំគេតាមរបៀបប្រជាធិបតេយ្យអញ្ចឹងប៉ុន្តែដោយសារតែឥឡូវតែជួបជុំគ្នាណាគឺក្របធ្លាក់ផ្ទុះខ្ទេចស្លាប់អស់នៅហ្នឹងអញ្ចឹងទៅចេះតែបបោសទៅបាន4 10នាក់20នាក់ឬក៏តិចតួចប៉ុណ្ណាក៏ដោយចេះតែរឹសទៅដើម្បីអីជំនួសលោកអាលីហាមេនេដែលអាមេរិកនិងអ៊ីស្រាអែលទម្លាក់គ្រាប់ស្លាប់ជុំគ្នាជាមួយមេដឹកនាំអ៊ីរ៉ង់ប្រហែលជា40នាក់កាលពីថ្ងៃ28ខែកុម្ភៈកន្លងទៅនេះដូច្នេះឮដំណឹងថាតើអ្នកណាជាមេដឹកនាំថ្មីហ្នឹងហើយគេរើសមិនចឹងម្ដងទៀតបងប្អូនម្សិលមិញពេលដែលខ្ញុំផ្សាយថាប្រធានាធិបតីអ៊ីរ៉ង់មកសុំទោសប្រទេសសម្ព័ន្ធមិត្តថាអ៊ីរ៉ង់លែងផ្លោងដាក់ហើយដោយសារតែខ្លួនឯងហ្នឹងក៏ទ្រាំខ្លួនហើយបងប្អូនសួរហើយចុះឃើញថាមេដឹកនាំអ៊ីរ៉ង់ស្លាប់បាត់ទៅហើយរួចទៅមិនបានមានប្រធានាធិបតីអ៊ីរ៉ង់ឯណាទៀតហើយនេះគឺជាប្រព័ន្ធដឹកនាំរដ្ឋដ៏ស្មុគស្មាញមួយនៅអ៊ីរ៉ង់អញ្ចឹងហើយបើបងប្អូនសួរសំណួរហ្នឹងខ្ញុំក៏សូមបញ្យល់បន្តិចដែរអ៊ីរ៉ង់មានប្រព័ន្ធដឹកនាំរដ្ឋបែបរញ៉េរញ៉ៃស្មុគស្មាញបន្តិចដោយសារអីប្រព័ន្ធដឹកនាំអ៊ីរ៉ង់គឺប្រព័ន្ធដឹកនាំបែបគេហៅថាមេដឹកនាំកម្ពុជាបែបសាសនាដែលរើសដោយក្រុមអ្នកជំនាញគេហៅក្រុមអ្នកជំនាញគេនោះគេហៅអ្នកជំនាញសាសនាអ្នកជំនាញសង្គមអីផ្សេងអីហ្នឹងមិនមែនជាអ្នកដែលជាប់ឆ្នោតដោយការបោះឆ្នោតដោយសេរីត្រឹមត្រូវនឹងយុត្តិធម៌ទេក៏ប៉ុន្តែនៅក្នុងពេលដែលរដ្ឋាភិបាលនឹងកំពុងតែដើរដោយមេដឹកនាំសាសនាហើយមេដឹកនាំសាសនាកម្ពុជាហ្នឹងគឺលោកអាយ៉ាតូឡាឈ្មោះអាលីហាមេនេហ្នឹងដែលកាន់អំណាច36 37ឆ្នាំមកហើយជាមេដឹកនាំសាសនាតើដូចគ្រូចៅអធិការឬគ្រូសក្តិឬក៏អ្នកព្រានប្រដៅសាសនាអីអញ្ចឹងណាដោយសារតែគាត់មានឥទ្ធិពលខ្លាំងគឺគាត់ត្រូវខ្លាយទៅជាមេដឹកនាំកម្ពុជាអំណាចនៅពេញដៃទាំងអស់ប៉ុន្តែដើម្បីឲ្យរដ្ឋាភិបាលនេះស្របចាប់គេមានប្រព័ន្ធក្រុមប្រឹក្សារដ្ឋមន្ត្រីដឹកនាំនយោបាយរបស់គេមួយគឺមាននាយករដ្ឋមន្ត្រីដែរតែនាយករដ្ឋមន្ត្រីហ្នឹងទីងមុងសុទ្ធសាធអត់មានអំណាចអីទេនិយាយទៅគឺអំណាចបានទៅលើលោកអាលីហាមេនេនេះដែលជាមេដឹកនាំសាសនានេះហើយរដ្ឋាភិបាលដែលជាមានប្រធានាធិបតីអីហ្នឹងគ្រាន់តែឲ្យជាស្រមោលមួយគ្រាន់តែមាននាមទេអាហ្នឹងគឺជារបៀបដឹកនាំរដ្ឋរបស់អ៊ីរ៉ង់កន្លងមកអញ្ចឹងហើយបានថាពេលដែលស្លាប់លោកអាលីហាមេនេហ្នឹងគឺជាការស្លាប់មេដឹកនាំកម្ពុជាហើយអង្គការចាត់តាំងរបស់គាត់មន្ត្រីគាត់30-40នាក់ហ្នឹងគឺស្លាប់ទៅជាមួយគ្នាហ្នឹងគឺស្លាប់អស់ហើយចោះសួរថាចោះបើសិនជាប្រធានាធិបតីអ៊ីរ៉ង់ហ្នឹងហេតុអីបានជាមិនមានឥទ្ធិពលព្រោះយើងគេអត់ធ្វើឲ្យគាត់មានឥទ្ធិពលវាគ្រាន់តែបដោះអាសន្នឬក៏សម្មាលដូចខ្ញុំនិយាយចឹងគ្រាន់តែឲ្យមានក្នុងនាងប្រគ្រប់កិច្ចក្នុងនីតិវិធីរបៀបដឹកនាំរដ្ឋាភិបាលគេនឹងតែប៉ុណ្្នឹងទេដល់អញ្ចឹងទៅនៅពេលដែលគាត់ឡើងមកថ្លែងសារវាគ្រាន់តែជាការថ្លែងសារមួយក៏មិនមានទម្ងន់អីប្រមាណដែរព្រោះទម្ងន់របស់គាត់នេះមិនអាចគ្របដណ្ដប់ទៅដល់ក្រមរដ្ឋាភិបាលនេះអាចគ្រប់គ្រងក្រមគេហៅទាហានបដិវត្តរបស់លោកអាលីហាមេនេនេះទេអញ្ចឹងទៅគាត់និយាយមកហ្នឹងគាត់ថាជាការស្អំចិត្តមួយកុំឲ្យសង្គ្រាមហ្នឹងវាធ្ងន់ពេកប្រទេសសម្ព័ន្ធមិត្តហ្នឹងបាញ់ស្រោចមកអ៊ីរ៉ង់ខ្លាំងពេកដោយសារអ៊ីរ៉ង់បាញ់ដាក់វាអាចជួយទប់ស្កាត់កុំឲ្យទ្រូងខ្លាំងពេកប៉ុន្តែបើពួកបដិវត្តនេះគឺអត់មានទៅចៅជាមួយអាមេរិកទេម៉ោងណាក៏អត់ចៅដែរដូចលោកហ៊ីងប៊ុនហៀងអញ្ចឹងគេបាញ់ខ្ទេចខ្ទីអស់ក៏អត់ចៅអញ្ចឹងរើសបានមេដឹកនាំថ្មីដែលគេសង្ស័យព្រោះក៏អត់ចេះនៅក្នុងក្រុមអ្នកជំនាញគេដែលរើសពីម្សិលមិញនេះរើសបានមេដឹកនាំថ្មីហ្នឹងខ្វែងយោបល់គ្នាទៀតមន្ត្រីហ្នឹងគឺអ្នកក្រុមខ្លះទៅថាប្រាប់ឈ្មោះទៅកុំខ្លាចអ្នកខ្លះថាអត់ទេលាក់ខ្លាចស្លាប់ទៀតដល់អញ្ចឹងទៅវាសំបីតែនៅក្នុងឃើញអ៊ីរ៉ង់ខ្លួនឯងក៏បាក់ស្បាតមិនហ៊ានប្រាប់ឈ្មោះដែរព្រោះអីតាហ៊ានតែដៅឈ្មោះភ្លាមដឹងភ្លាមគឺអ្នកនោះឯងត្រូវអាមេរិកនិងអ៊ីស្រាអែលតាមសម្លាប់ព្រោះអីគ្រាន់តែមិនទាន់បានជ្រើសរើសអ្នកដែលស្នងតំណែងពីលោកអាលីហាមេនេស្រួលបួលផងអ៊ីស្រាអែលបានចេញសារព្រមាននៅថ្ងៃហ្នឹងប្រាប់ថាអ្នកណាក៏ដោយ
ដែលជាមេដឹកនាំកម្ពុជាថ្មីស្នងតំណែងអាលីហាមេណេនឹងត្រូវកំទេចចោលអត់មានលក្ខខណ្ឌអីទាំងអស់ហ្នឹងទី1អ្នកដែលស្នងអ្នកណាក៏ដោយទី2អ៊ីស្រាអែលបានប្រមានទៀតថាអ្នកណាក៏ដោយដែលរួមគ្នារើសមេដឹកនាំថ្មីហ្នឹងក៏ត្រូវកំទេចចោលទាំងអស់ទៀតដែរអញ្ចឹងហើយបានជាថ្ងៃហ្នឹងយើងឃើញគាត់ប្រជុំហ្នឹងស្ងាត់អត់ដឹងនៅកន្លែងណាទេហើយដល់ពេលហើយក៏អត់ហ៊ានប្រាប់ឈ្មោះដែរដោយសារអីខ្លាចគេតាមសម្លាប់ក៏ប៉ុន្តែព័ត៌មានដែលលេចលឺយូរហើយហ្នឹងថាច្បាស់ជាមានកូនប្រុសរបស់លោកអាលីហាមេណេឬក៏មន្ត្រីជាន់ខ្ពស់ប្រមាណទៀតនៅក្នុងបុព្វជិតសាសនាហ្នឹងអាចជាអ្នកដឹកនាំមេដឹកនាំកម្ពុជាបងប្អូនតើមានន័យអីទៅនៅពេលដែលយើងដឹកនាំកម្ពុជាដើម្បីបង្ហាញអំពីភាពអស្ចារ្យរបស់យើងអត់ហ៊ានប្រាប់ឈ្មោះអីក៏អន់ខ្លាំងមកម្លេះនៅកម្ពុជាវិញឈ្មោះមិនត្រឹមតែប្រកាសទេដាក់គ្រប់សាលារៀនទៅទៀតគ្រប់ទីកន្លែងខ្លះពេលខ្លះឆ្កងទៀតដូចអីសាលាបឋមសិក្សាហ៊ុនសែនខ្មោចចៅអីវិញដូចនៅអីនៅខេត្តកពតឬក៏កន្លែងសាលាដែលឈ្មោះកន្ធោឬក៏ឈ្មោះអីដែលដូចថារៀងកខិចហ្នឹងអាឈ្មោះអស់ហ្នឹងអត់ហ៊ានដាក់ដែរពេលខ្លះយើងមើលអ្នកដាក់ឈ្មោះលើកជើងលោកហ៊ុនសែនអីផ្សេងហ្នឹងក៏អត់ហ៊ានដែរវាដូចថាស្ដាប់ទៅវាដូចទលន់ដែរណាជូរពេកដែលយកឈ្មោះទៅដាក់គ្រប់អាគារឲ្យគាត់ចឹងទៅខ្ញុំមិនដឹងថាអ្នកជូរសរសេរឈ្មោះឲ្យគាត់ឬក៏អ្នកដែលចង់បានឈ្មោះលើអាគារហ្នឹងជូរខ្លួនគាត់ដែរខ្ញុំអត់ដឹងទេប៉ុន្តែយើងចង់ប្រកាសអញ្ចឹងឯងអេរ៉ង់មកនេះអត់ហ៊ានប្រកាសទេគឺលាក់ដោយសារអីទឹមស្លាប់អស់សឹងអស់មកក្រុមជួរដឹកនាំអីចឹងទៅលាក់ហើយលាក់តើយើងអាចនឹងទៅលើកទឹកចិត្តកងទ័ពឲ្យជឿណាបើមេដឹកនាំមួយណាយើងនៅខ្សឹបគ្នាអញ្ចឹងដូច្នេះអារឿងសង្គ្រាមចិត្តសាស្ត្រនេះគឺអាមេរិកថាគម្រាមសម្លាប់នេះធ្វើឲ្យអ៊ីរ៉ង់មិនអាចនឹងបង្កើតឲ្យមានឥទ្ធិពលអីទៀតទេគឺមានតែ countdown ហ្នឹងបានន័យរាប់ថយក្រោយទៅដល់ថ្ងៃដែលលើកទង់ជ័យសឲ្យបកគលឲ្យប្រជាប្រដ្ឋអ៊ីរ៉ង់ដឹកនាំប្រទេសតាមបែបការលើកបន្ទប់របស់អាមេរិកដោយប្រការណាមួយប៉ុន្តែអាមេរិកនៅតែតាំងចិត្តថាឲ្យអ៊ីរ៉ង់ដឹកនាំប្រទេសដោយខ្លួនឯងយកប្រជាប្រដ្ឋអ៊ីរ៉ង់ហើយខ្ញុំនិយាយ10ដងនៅក្នុង show តែមួយជួនកាលបងប្អូនមកចោទខ្ញុំថាហេតុអីបាននិយាយថាអាមេរិកទៅគ្រប់គ្រងអ៊ីរ៉ង់ដោយប្រជាប្រដ្ឋអាមេរិកឬក៏អីហ្នឹងខ្ញុំអត់បាននិយាយចឹងទេខ្ញុំបាននិយាយថាអាមេរិកបានប្រកាន់ជំហរច្បាស់ហើយថាចង់រើសមេដឹកនាំណាមួយក្នុងចំណោមប្រជាពលរដ្ឋអ៊ីរ៉ង់ហ្នឹងឲ្យទៅគ្រប់គ្រងប្រទេសអ៊ីរ៉ង់ហើយឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យទៅអាមេរិកបោះដៃរៀបចំឲ្យដកទ័ពដកឬក៏ថាដកខ្លួនចេញមកហើយអត់មានបានប្រាប់ថាអាមេរិកមានទ័ពនៅក្នុងទឹកដីអ៊ីរ៉ង់ទេមកចោតប្រាប់ខ្ញុំថាមិនបានផ្សាយថាមានទ័ពអាមេរិកខ្ញុំប្រាប់ថាប្រព័ន្ធផ្សព្វផ្សាយគឺគេបង្ខូចអាមេរិកថាមានទ័ពចូលទៅដល់អ៊ីរ៉ង់ចាប់បានយកមកលុតជង្គង់សំពះអីហ្នឹងជាវិធីឃោសនាដើម្បីបោកបញ្ឆោតប្រជាពលរដ្ឋឲ្យជឿថាទាហានអ៊ីរ៉ង់ចាប់បានទាហានអាមេរិកទាំងទាហានអាមេរិកអត់ទាន់បានបញ្ជូនទ័ពថ្មើរជើងទៅប្រទេសអ៊ីរ៉ង់សូម្បីតែមួយម្នាក់ហើយនិយាយចឹងឲ្យកោកសឹកមាត់តដោកឆ្អែតតែពោះកបីមកប្រាប់ខ្ញុំថាផ្សាយព័ត៌មានខុសហើយអាមេរិកអត់ទាន់បានបញ្ជូនទ័ពថ្មើរជើងខ្ញុំមានបាននិយាយបែបហ្នឹងឯណាខ្ញុំបានចុះខ្ញុំអត់យល់ហើយម្ដងទៀតបងប្អូនខ្ញុំសង្កពន្យល់ពាក្យមួយរឿងថ្មើរជើងនិងស្មើជើងខ្ញុំឮបងប្អូននិយាយគ្រប់គ្នាដូចជាប្រើពាក្យនេះច្បោកច្បល់មែនតើទ័ពមិនមែនស្មើជើងទេបងប្អូនមិនមែនដើរស្មើជើងគ្នាដូចយើងហាត់ឬក៏គេហៅព្យុហយាត្រាធ្វើសម្ពយុទ្ធយោធាអីដែលឃើញទាហានខ្នើបជើងលោតព្រឹបមកដែលយើងថាហ្នឹងស្មើជើងមែនទេស្មើជើងហ្នឹងមិនមែនជារឿងពាក្យទ័ពដែល infantry ទ័ពដែលចុះដើរក្លុកក្នុងព្រៃចូលទៅដល់មូលដ្ឋានទ័ពវាយគ្នាតទល់មនុស្សនឹងមនុស្សនេះគេហៅថ្មើរជើងមកពីពាក្យថាថ្មើរជើងគឺមកពីពាក្យថាដើរព្រោះទ័ពដើរដីវាមិនមែននៅលើយន្តហោះលើអីបើលើយន្តហោះគេហៅទ័ពអាកាសនៅលើនាវាគេហៅទ័ពជើងទឹកតែបើនៅលើដីហើយយើងដើរលុកចូលអញ្ចឹងគេហៅទ័ពថ្មើរជើងមិនមែនស្មើជើងទេបងប្អូនណាខ្ញុំមិនទៅកែទម្លាប់របស់បងប្អូនអញ្ចឹងបានថាទម្លាប់វាធំជាងច្បាប់បើត្រាប់កុំត្រាប់ខ្លៅត្រាប់ប្រាជ្ញលោកបដៅស្ដីកូនចៅស្ដីឲ្យស្មោះយើងធ្លាប់ប្រើថាស្មើជើងមកយុគ្រាន់តែថានេះមិនមែនខ្ញុំជាបណ្ឌិតកវីបញ្ញវន្ត
ដែលចេះបល័យបកូអីទេខ្ញុំគ្រាន់តែឮបងប្អូននិយាយដដែលចឹងទៅក៏ជួយគិតថាប្រហែលជាបងប្អូនឮតាមគ្នាឬតបស្មើជើងហ្នឹងប្រហែលជាស្មើជើងគ្នាហ្មងបកកាយដូចគ្នាឬក៏យ៉ាងម៉េចក៏មិនដឹងមែនទេថ្មើរជើងបងប្អូនពាក្យថាថ្មើរហ្នឹងគឺដើរថ្មើរជើងហ្នឹងគឺអ្នកដើរធ្វើដំណើរដោយថ្មើរជើងគឺបានន័យថាដើរទៅទីតាំងទីដៅដែលយើងត្រូវទៅតែប៉ុណ្្នឹងតាហើយមួយទៀតសុំឆ្លើយឱកាសនឹងដែរតន់ឱកាសមានពាក្យលបោតគឺមិនមែនជាភាសាដែលយើងគិតថាបង្ហាញអំពីនិបាតស័ព្ទដែលចង់និយាយថារហូតដល់ទេយើងគិតថាគាត់ធ្វើការលបោតស្លាប់ឬក៏អូយជឿគាត់លបោតមកខ្ញុំជឿថានេះគឺជាភាសាអ្នកស្រុកដែលធ្លាប់ប្រើមកជាទូទៅជាពិសេសបងប្អូននៅស្រុកអាមេរិកនេះខ្មែរយើងអាមេរិកដែលធ្លាប់ឮតាមគ្នាហ្នឹងគឺព្រោះស្រួលលបោតព្រោះអីវាជាពាក្យមួយព្យាង្គជាជាងពាក្យរហូតប៉ុន្តែបើតាមពិតន័យឲ្យត្រូវគឺពាក្យហ្នឹងគួរតែប្រើរហូតវិញទើបត្រូវជាងមិនអញ្ចឹងខ្ញុំជឿគាត់រហូតមកហើយមិនមែនជឿគាត់លបោតទេជឿរហូតព្រោះពាក្យរបូតនេះគឺបានន័យថាជ្រុះបាត់ផុតពីដៃចឹងវាមានន័យផ្សេងមួយយ៉ាងដូចរបូតរបស់ជ្រុះចោលអីចឹងទៅគឺបាត់បង់តែអញ្ចឹងទៅវាខុសន័យនិបាតស័ព្ទសំទោសបងប្អូនខ្ញុំអាចបកប្រែទៅវាឬបកស្រាយទៅវាអាចនឹងសគាតិចបងប្អូនឬយ៉ាងម៉េចគ្រាន់តែថាខ្ញុំស្ដាប់នៃពាក្យហ្នឹងគឺហាក់បីដូចជាមិនត្រឹមត្រូវតាមអាចមានការខុសឆ្គងឬក៏បងប្អូនណាមានការពន្យល់អីច្បាស់លាស់ជាងខ្ញុំអីទៅខ្ញុំរីករាយនឹងស្ដាប់ការបញ្ចេញមតិដែរគាត់ថាខ្ញុំគិតថាគួរតែប្រើពាក្យរហូតជាជាងរបូតប៉ុន្តែបើរបូតរបស់អ្វីមួយបាត់បង់គួរតែប្រើទៅរបូតជ្រុះដៃរបូតពីដៃអីចឹងទៅអាហ្នឹងគឺសមន័យជាងក្នុងន័យថាយើងចង់និយាយរបស់ដែលជ្រុះប៉ុន្តែបើយើងនិយាយពីនិបាតស័ព្ទដើម្បីភ្ជាប់ពេលវេលាថាជាលក្ខដល់ពេលណាមួយពីចំណុចណាមួយដល់ចំណុចណាមួយវាគួរតែរហូតបាទដូចជារៀងរហូតមិនអាចថារៀងរបូតទេមិនអញ្ចឹងណាខ្ញុំជឿគាត់ជារៀងរហូតខ្ញុំស្រឡាញ់គាត់ជារៀងរហូតយើងមិនអាចថាស្រឡាញ់គាត់របូតទេព្រោះបើស្រឡាញ់គាត់របូតបានន័យថាស្រឡាញ់រហូតតតែបាត់បង់គាត់បានន័យថាមិនមែនទាល់ទេបានន័យថាស្រឡាញ់គាត់ដោយសារគាត់បាត់បង់គាត់អីអញ្ចឹងណាបាទឥឡូវគឺតទៅទៀតបងប្អូនខ្ញុំមិនមែនជាវេទិកាអប់រំអក្សរសាស្ត្រអីទេគាត់ថាពេលខ្លះជួយកែគ្នាបន្តិចបន្តួចទៅពេលខ្លះហ្នឹងក៏ប្រើឈ្នាប់ស្អីពាក្យជាមួយអូយសគាតិចណាបងប្អូនហើយជាមួយសុំស្ដាប់ជាមួយនឹងតន្ត្រីនេះមួយបទសូមបងប្អូនទាំងអស់គ្នាសន្ដាប់ជាមួយនឹងភ្លេងមួយចម្រៀងមួយបទនេះខុសពី3កន្លែងពាក្យសន្ដាប់វាមិនមែនជាកិរិយាសព្ទទេព្រោះបើយើងថាសូមបានន័យថាឲ្យបងប្អូនយើងមកមានកិរិយាសព្ទមួយគឺសូមស្ដាប់ហើយអត់អាចប្រើជាមួយនឹងឈ្នាប់និបាតស័ព្ទជាមួយនឹងបទទេព្រោះពាក្យជាមួយបានន័យថាគឺយើងអមដំណើរទៅជាមួយគ្នាគឺយើងមិនមែនបានន័យថាសូមស្ដាប់សូមបងប្អូនសន្ដាប់ជាមួយបទចម្រៀងនេះវាអត់អាចទៅអញ្ចឹងទេសូមបងប្អូនស្ដាប់បទចម្រៀងព្រោះអីកិរិយាសព្ទរបស់ខ្មែរគឺពាក្យថាស្ដាប់គឺជាកិរិយាសព្ទត្រូវការកម្មបទនៃការដែលស្ដាប់អីអញ្ចឹងយើងស្ដាប់គឺហើយសន្ដាប់គឺជាដូចជាមិនមែនជាកិរិយាសព្ទទេជាទីសន្ដាប់បើនៅស្ដាប់ទៅព្រោះជាដូចជាគុណកិរិយាជាទីសន្ដាប់ហ្នឹងគឺបានន័យថាព្រោះតិចអីចឹងទៅប៉ុន្តែស្ដាប់គឺជាកិរិយាសព្ទអញ្ចឹងយើងអាចប្រើពាក្យថាសូមសន្ដាប់ទេមិនអញ្ចឹងហ៎អញ្ចឹងទៅក៏យើងប្រើពាក្យថាហើយកុំប្រើពាក្យជាមួយសូមស្ដាប់ជាមួយបទចម្រៀងអត់កើតទេបានន័យថាយើងអត់ស្ដាប់បទចម្រៀងហ្នឹងទេគឺយើងអង្គេងយើងនឹងបទចម្រៀងហ្នឹងស្ដាប់បទចម្រៀងហ្នឹងជាមួយគ្នាទៅទៀតវាទៅជាអមនឹងអញ្ចឹងយើងមិនមែនស្ដាប់បទចម្រៀងទេព្រោះយើងប្រើពាក្យថាសូមស្ដាប់ជាមួយសូមរីករាយទស្សនាជាមួយបទចម្រៀងនេះឬក៏អីអត់ត្រូវទេគឺយើងសូមរីករាយទស្សនាបទហ្នឹងតែម្ដងឬក៏ការច្រៀងឬក៏សូមរីករាយទស្សនាតារារូបនេះដែលនឹងឡើងច្រៀងបទនេះប្រពាក្យប្រើជាមួយអញ្ចឹងគឺវាអត់ត្រូវទេព្រោះអីដូចខ្ញុំនិយាយចឹងជាមួយនោះគឺអមទៅជាមួយគ្នាគឺបានន័យថាទាំងបទចម្រៀងទាំងយើងនាំគ្នាស្ដាប់
ណាវាមិនមែនយើងស្ដាប់ចម្រៀងទេយើងជាមួយនឹងចម្រៀងហ្នឹងស្ដាប់រួមគ្នាតែចម្រៀងអត់ចេះស្ដាប់ទេយើងមនុស្សបានស្ដាប់ចម្រៀងក្នុងន័យអញ្ចឹងណាបងប្អូនតែប៉ុណ្្នឹងឯងវែងមែនតើណា sorry សំទោសឥឡូវបន្តទៀតបងប្អូនអ៊ីរ៉ង់អត់តន់ចប់ទេឥឡូវខ្ញុំកែពីអ៊ីរ៉ង់មកស្រុកខ្មែរបន្តិចអញ្ចឹងបានន័យថាមេដឹកនាំអ៊ីរ៉ង់ហ្នឹងគឺយើងអត់តន់ដឹងទេពួកគាត់ខ្លាចអត់ហ៊ានប្រកាសអញ្ចឹងបានន័យថាបង្ហាញថារបបអ៊ីរ៉ង់នេះគឺឈានដល់ដំណាក់កាលចុងក្រោយសូម្បីតែមេទ័ពកម្ពុជារបស់ខ្លួនក៏អត់ហ៊ានប្រកាសដែរតែការអត់ហ៊ានប្រកាសនេះគឺគេអាចជាចិត្តសាស្ត្រមួយចង់រក្សាជីវិតរបស់គាត់ប៉ុន្តែជាការបង្ហាញពីបរាជ័យមួយថារបបដឹកនាំអ៊ីរ៉ង់នេះដែលក្លាហានហ៊ានចង់កំទេចអាមេរិកគ្រប់នីតិមកដល់ម៉ោងនេះសូម្បីតែមេដឹកនាំរបស់ខ្លួនក៏អត់ហ៊ានប្រកាសដែរអញ្ចឹងបានន័យថាបើខ្លួនក្លាហានខ្លួនហ៊ានប្រកាសហើយមិនអញ្ចឹងតែបើប្រកាសគឺស្លាប់អានេះហើយគឺជារឿងមួយដែលជាភាពបរាជ័យមួយដែលយើងគិតថាពេលវេលាកាន់តែគៀកទៅចុងបញ្ចប់នៃសមរភូមិហើយខ្ញុំវិលមកខ្មែរបន្តិចដើម្បីខ្ញុំវិលចូលមកអ៊ីរ៉ង់វិញខ្មែរយើងគឺមានរឿង3ដែលខ្ញុំចង់ជម្រាបបងប្អូនហើយម្សិលមិញខ្ញុំជពាក់បងប្អូនច្រើនដោយសារតែរវល់តែផ្អែមបន្លែពេកទៅភ្លេចតាក់ស៊ីបងប្អូនតាក់ស៊ីខ្មែរដែលតំណាងឲ្យអ្នករត់តាក់ស៊ីដែលគាត់លើកឡើងអំពីកង្វល់របស់គាត់តាមបណ្ដាញសង្គម Facebook ហើយមានបងប្អូនចែកផ្សាយមកឲ្យខ្ញុំជួយផ្សព្វផ្សាយបន្តផងបងប្អូនខ្ញុំផ្សព្វផ្សាយព័ត៌មានពីរឿងតាក់ស៊ីនេះអត់មានចេតនាដើម្បីធ្វើឲ្យប្អូនម្នាក់ដែលជាអ្នកថ្លែងសារនៅក្នុងវីដេអូនោះនឹងជាប់ទោសជាប់អីទេខ្ញុំនិយាយនេះគឺជាធម្មទានសុទ្ធសាធខ្ញុំចង់រកយុត្តិធម៌ផ្សព្វផ្សាយឲ្យបងប្អូនទៅក្រែងអាជ្ញាធរគេបកស្រាយយ៉ាងម៉េចគេដោះស្រាយជូនបងប្អូនអត់មានថាំងផ្សាយទៅធ្វើឲ្យបងប្អូនជាប់គុកជាប់ច្បាប់ខ្ញុំឃើញបងប្អូននោះបានលើកឡើងឲ្យថាបានសម្រាប់ចិត្តរួចទៅហើយថាវីដេអូនេះនឹងធ្វើឲ្យបងប្អូនជាប់គុកដែរព្រោះអីហ៊ានតតាំងនឹងអាជ្ញាធរតាក់ទងនឹងការជំរិតទារប្រាក់ពីអ្នករត់តាក់ស៊ីរហូតដល់ទៅ $10,000 ទៅ $20,000 នៅពេលដែលអាជ្ញាធរចាប់បានដឹងថាតាក់ស៊ីហ្នឹងរត់ដឹកជនជាតិចិនដែលជាក្រុមឆបោកអនឡាញបងប្អូនបើយើងស្ដាប់ទៅមួយផ្លេតណាគឺយើងច្បាស់ជាគិតថាត្រូវគេចាប់គាត់ត្រូវហើយព្រោះឲ្យទៅដឹកពួកឆបោកអនឡាញអីអញ្ចឹងគេយកមកធ្វើទុកបុកម្នេញត្រូវហើយគេកំពុងតែយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឆបោកអនឡាញរដ្ឋាភិបាលឃើញទៅតាមខ្ទេចខ្ទីអស់ហើយគ្រប់កន្លែង200កន្លែងទីតាំងអីហ្នឹងថាបិទទៅឬក៏បង្ក្រាបអីអញ្ចឹងហើយដល់ពេលមកប្រសាចរត់ទៅមកឡើងតាក់ស៊ីជិះចុះឡើងចល័តអីអញ្ចឹងទៅអត់ជួយគ្នាអ្នករត់តាក់ស៊ីនឹងអត់ជួយគ្នាអត់ជួយចាប់ចិនហ្នឹងឲ្យអាជ្ញាធរផងដែលជាក្រុមឆបោកអនឡាញអញ្ចឹងគេពិន័យ$10,000 $20,000សមមុខអាហ្នឹងបងប្អូនស្ដាប់មកគឺឮថាអញ្ចឹងហើយតាក់ស៊ីហ្នឹងគួរតែអញ្ចឹងព្រោះយើងកំពុងតែចូលរួមដៃគ្នាជាមួយរដ្ឋាភិបាលកម្ចាត់ការឆបោកអនឡាញមិនអញ្ចឹងហើយបងប្អូនក៏ប៉ុន្តែបើយើងនិយាយឲ្យជាក់ស្ដែងដើម្បីផ្ដល់ភាពយុត្តិធម៌បើព័ត៌មាននេះជាព័ត៌មានពិតហើយខ្ញុំជឿថាព័ត៌មាននេះបើទោះបីជាមិនទាន់មានពីប៉ូលីសពីក្រសួងមហាផ្ទៃបកស្រាយយ៉ាងណាក៏ដោយខ្ញុំជឿថាអ្នករត់តាក់ស៊ីដែលតំណាងឲ្យអ្នករត់តាក់ស៊ីនេះគឺបដូរផ្ដាច់បានន័យថាលះបង់គ្រប់យ៉ាងសុខចិត្តប្រឈមនឹងការចូលគុកឲ្យបានហ៊ានព្រោះស្រុកខ្មែរបងប្អូនដឹងហើយអ្នកដែលហ៊ានដល់ប៉ុណ្ណេះគឺបានន័យថាគាត់តល់ច្រកគ្រប់យ៉ាងហើយនិយាយក៏ស្លាប់មិននិយាយក៏ស្លាប់អញ្ចឹងបើនិយាយអាចបានដំណោះស្រាយខ្លះអញ្ចឹងគាត់បថុយគាត់និយាយអញ្ចេះគាត់ថាតាក់ស៊ីឲ្យតែចិនឡើងឡានឥឡូវហ្នឹងគឺចាប់រករឿងអ្នករត់តាក់ស៊ីហ្មងថាសុំកលុំដឹកចិនពួកឆបោកអនឡាញហើយយកទៅពិន័យហើយគាត់ថាករណីខ្លះដោះស្រាយធ្វើបាបធ្វើទុកបុកម្នេញពួកតាក់ស៊ីគាត់យកដល់$10,000 $20,000បងប្អូនកុំថាឡើយ$10,000 ឬក៏$20,000ណាសូម្បីតែ$1ហ្នឹងក៏ជាអំពើពុករលួយហើយដែលគួរតែស្រាវជ្រាវដែរហើយរកយុត្តិធម៌ឲ្យជូនពួកគាត់ផងខ្ញុំអត់បន្ទោសអាជ្ញាធរប៉ូលីសឬក៏ក្រសួងមហាផ្ទៃអត់ទេខ្ញុំនិយាយនេះគឺនិយាយពីជ្រុងមកខាងសិនហើយចាំស្ដាប់ការបកស្រាយរបស់គាត់ហើយខ្ញុំពន្យល់អំពីហេតុអីបានជារឿងនេះគាត់មកនិយាយឲ្យសួរឲ្យក្រសួងមហាផ្ទៃពន្យល់ផងថាគាត់ឲ្យធ្វើយ៉ាងម៉េចដើម្បីកុំឲ្យខុសអានេះក៏ជាបញ្ហាឆក់ល្វែងរបស់ក្រសួងមន្ទីរពាក់ព័ន្ធដែរបើសិនជារឿងនឹងកើតឡើងហើយពួកគាត់អត់ដឹងយើងទៅអនុវត្តច្បាប់ចំពោះពួកគាត់យ៉ាងដូចម្ដេចទៅនៅពេលដែលពួកគាត់អត់ដឹងឧទាហរណ៍បើសិនជាមានមនុស្សម្នាក់ក្រុមចៅប្លន់មួយក្រុមឧទាហរណ៍ណា
ទៅចូលស្នាក់នៅផ្ទះសំណាក់ណាមួយពេលដែលចូលទៅហ្នឹងគឺផ្ដល់ព័ត៌មានឲ្យអត្តសញ្ញាណប័ណ្ណឲ្យអីចឹងកត់ចូលនៅក្នុងបញ្ជីដែលនៅក្នុងផ្ទះសំណាក់ហ្នឹងគេឲ្យដាក់ចុះអត្តសញ្ញាណមានឈ្មោះអីចឹងទៅមាន ID មានអីបង្ហាញទៅហើយក៏ស្នាក់នៅទៅក៏ប៉ុន្តែ 3-4 ថ្ងៃក្រោយស្រាប់តែ